បាទតបពិសេសឆាត់យង911គ្រូបង្វឹកលោកហងសឿនបាទហើយរហស្សនាមរបស់គេគឺកំពូលអ្នកប្រដាល់វ័យក្មេងកែងពិឃាតជង្គង់ផ្ដាច់ព្រលឹងកណ្ដាប់ដៃគ្មានស្រមោលឡើយចិនព្រាបាទចំណែកឯកីឡាករបង្គោលខៀវកីឡាករនៃព្រះរាជាណាចក្រថៃមានវ័យ24ឆ្នាំកម្ពស់ 1m68 បាទទម្ងន់62គីឡូក្រាមដូចគ្នាគេធ្លាប់ធ្វើការប្រកួតបានចំនួន50កីឡាករមកពីក្លឹបកងប៉ូតូឆាត់យង98លើកបាទឈ្នះ72លើកចាញ់25ស្មើ1ហើយធ្លាប់ផ្ដួលគូប្រកួតដល់សន្លប់បាន21លើកបាទដឹកនាំដោយលោកថៃអូបាទគឺសូមស្វាគមន៍ដល់កីឡាករនៃព្រះរាជាណាចក្រថៃបាទផាយ៉ាបាទប៉ាប៉ាយ៉ានេះគឺថាប្រវត្តិនៃការប្រកួត4លើកកន្លងមកសូមជម្រាបជូនតិចចោះលើកទី1នៅឈ្នះរឿនវណ្ណៈលើកទី2ចាញ់ផាន់ក្រនលើកទី3ឈ្នះឃឹមនេម៉ាលើកទី4គឺឈ្នះឈឿនឆៃដែននៅក្នុងទឹកទី1អញ្ចឹងនេះគឺជាលើកទី5របស់គេនៅក្នុងការប្រកួតនៅសង្វៀនកីឡាប្រដាល់នៃស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍របស់យើងបាទលោកលោកស្រីអ្នកនាងកញ្ញាទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីព្រោះថាពេលវេលាគឺកាន់តែបាទរំកិលបន្តិចម្ដងទៅហើយបាទសម្រាប់ការប្រកួតអញ្ចឹងមើលថាបានទៅប្រកាសពេញលេញទេបាទអញ្ចឹងមានតាមគេហៅថានៅកន្លែងបាទតុកបាទនៃពិធីករតែម្ដងបាទហើយក៏អរគុណដែរកម្មវិធីនេះគឺថានាំមកជូនលោកអ្នកដោយក្រុមហ៊ុន K Cement ហើយបច្ចុប្បន្ននេះបាទក្រុមហ៊ុន K Cement ទទួលបាននូវការជ្រើសរើសប្រើប្រាស់ពីការដ្ឋានសាងសង់ធំបាទនៅក្នុងហើយវ៉ាសាយ៉ាគឺបាទគឺគាត់មកគឺជាជើងខ្លាំងមួយរូបដែរបាទដែលមកកែងទៅទទួលបានជ័យជំនះបាទហើយក៏មកក៏សូមជម្រាបជូនផងដែរមកលើកទី1នេះគឺឈ្នះរឿនវណ្ណៈតែលើកទី2ចាញ់ផាន់ក្រនលើកទី3នោះគឺឈ្នះឃឹមទីម៉ាហើយលើកទី4ឈ្នះឈឿនឆៃដែនក្នុងទឹកទី1បាទអញ្ចឹងគាត់មក4ដងគឺចាញ់តែម្ដងទេចាំមើលប៉ះជាមួយនឹងបរោះខ្លាំងឡើងយន្ត្រីក៏ពីកងពលតូឆាត់យង911មើលមិនដែរបាទនេះខៅឆ្វេងស្រាមទៅមួយថែមឆ្វេងស្រាមនេះដរិចមួយពីឡាយចន្ទ្រាស្រាមនេះដរិចសវិញស្រាមបងជ្រូកដាក់ល្មមក៏ដាក់ខ្លាំងពេកកំភ្លេចមីស្ទ័រប៊ូមបាទហើយគាត់ក្រោមវាយវិញស្ដាំអូយស្វាផៃយ៉ាណែលេចមួយពីឡៅចន្ទ្រាគ្រាកាត់ចាំមើលឱកាសយ៉ាងម៉េចដែរឡៅចន្ទ្រាឬក៏ស្វាផៃយ៉ាបាទជង្គង់បាទពីស្វាផៃយ៉ាជង្គង់ស្ដាំពីឡៅចន្ទ្រាមើលកាត់យ៉ាងម៉េចដែរបាទអូបាទលោកកញ្ញាក្រាលលោកយឹមសង្គមបានបបែកចាប់ទៅទី1រួចមួយសិនវាយលើគាត់ស្ដាំសងពីឡៃចន្ទ្រាហើយគាត់ក្រោមឆ្វេងស្ដាំពីផៃយ៉ាក់បាទនេះចន្ទ្រាសុនបដៃថែមមួយជង្គង់ស្ដាំទៀតធាក់ចេញពីផៃយ៉ាក់បាទនេះដល់ឆ្វេងមួយនេះផ្លាច់អូកាត់ជាមើលឱកាសជង្គង់ពីឡាយចន្ទ្រាកាត់ជាមើលឱកាសបានដែរឬទេបាទលោកនេះឱកាសនេះបាទឆ្លៀតឱកាសតិចបាទដើម្បីជម្រាបជូនដល់កីឡាករបាទឡៅចន្ទ្រាបាទគឺបងប្រុសដែលជាម្ចាស់ក្រុមតន្ត្រីបាទនាគមាសបាទនៅឯព្រៃថ្លឹងបាទសង្កាត់ព្រៃកពុះបាទខណ្ឌដង្កោរាជធានីភ្នំពេញ
គឺសន្យាបើសិនជាបងអូនឡាយចន្ទ្រាបាទគូប្រកួតឲ្យសន្លប់បាទគឺបងប្រុសឧបត្ថម្ភថវិកា 10,000 រៀលហើយក្នុងនោះបាទឧបត្ថម្ភខ្ញុំបាទពិធីករនឹង 10,000 ដែរបាទអញ្ចឹងអរគុណច្រើនបាទដល់បងប្រុសបាទដែលជាម្ចាស់ក្រុមតន្ត្រីនេះបាទដែលបានចំណាយថវិកាលើកទឹកចិត្តដល់កីឡាករយើងបើសិនជាគូប្រកួតឲ្យសន្លប់បាទឥឡូវនេះបាទទស្សនាបន្តទៀតបាទជង្គង់បាទមើលឱកាសចន្ទ្រាឬក៏ផលប្រយោជន៍ប៉ុន្តែលោកយើងសឹកខំបានបំបែករាល់ក្រោមឯងស្ដាំឡើងមួយជង្គង់ទៀតអីយ៉ាអូហូយត្រេតទៀតតែម្ដងបាទគេថាចាំចំណុចត្រេតទាត់ក្រោមពីផៃអេកណាបុកឯងទៅមួយពីចន្ទ្រាតែលើយ៉ាក្រោមញែកចេញកម្លាំងចិត្តពីបងតន្ត្រីមាសបាទបើឲ្យឡៅចន្ទ្រាគឺមានកម្លាំងចិត្តបុកឯងចូលកាច់ទាញមើលយកចង្គង់តុបផ្ទាស់បាទបណ្ដែលចន្ទ្រាឡើងឆ្វេងទៅវិញពីចង្គង់បាទលោកយឹមសង្គមញែកចេញតែខៅស្ដាំត្រែកតែខៅឆ្វេងស្ដាំមកទាត់ក្រោមមកពីបាយ៉ាក់ហើយចន្ទ្រាមកបោះកែងចូលមួយកែងបាទចំកញ្ចឹងកហើយថែមមកជង្គង់ស្ដាំទៀតកាច់បោកអូយកាច់គេបោកប៉ុណ្ណាគេដួលលើអីមកចំហសងឆ្វេងទៅវិញពីបាយ៉ាក់បាទយោថែមឆ្វេងណេះខៅស្ដាំពីបាយ៉ាក់កាច់មើលគ្រាបាទតើឱកាសខាងណាបាទចាំមើលលោកកញ្ញាក្រៅនេះចេញលោកយឹមសង្គមគាត់ក្រៅបែងក្រោមតាមស្ដាំទាំងវិញមកឆ្វេងស្ដាំខៅស្ដាំបាទនេះជង្គង់ទៅលាយឡំជាមួយពីចន្ទ្រាបាទញើបាទគាត់ក្រោមសងស្ដាំទៅវិញខៅស្ដាំតាមចន្ទ្រានៅតែតាមបាទឆ្វេងស្ដាំទាត់មួយជើងស្ដាំថែមទៀតគាត់ស្ដាំពីចន្ទ្រាគាត់កើលើកវាតែផៃយ៉ាក់ទាត់មុនបាទអូឡាអោបចាំមើលឱកាសកាច់យ៉ាងម៉េចបោកប៉ុន្តែមិនដួលទេចន្ទ្រាចូលឆ្វេងហក់ទៅបន្ថែមកាច់យកគ្រាកជង្គង់ពីចន្ទ្រាស្ដាំផៃយ៉ាក់យកជង្គង់មិនយល់ទប់អាចគ្រាជង្គង់ស្ដាំពីចន្ទ្រាសងឆ្វេងមកវិញអូយកែងពីផៃអេកជង្គង់កាច់បោកចន្ទ្រាអីយ៉ាអូហូផៃយ៉ាក់នៅនឹងខ្លាំងបាទហើយចន្ទ្រានៅទៅចូលខៅមិនឯងពីផៃអេកស្ដាំញែហាក់បីដូចជាវាយសកលបាទបាក់ឆ្វេងទៅសំវិញគាត់ឆ្វេងពីផៃយ៉ាក់ចន្ទ្រាអោបពុកបណ្ដែលឡើងមួយជង្គង់សងមួយជង្គង់វិញពីផៃយ៉ាក់ទៅគេដាក់ជង្គង់ហោះបណ្ដែលហោះនឹងគឺហោះខុសទីដៅខៅកិច្ចផុតគាត់ឆ្វេងពីផៃយ៉ាក់ចន្ទ្រានៅតែតាមខៅពីយាកស្ដាំយ៉ាក់មួយជើងតាមទៀតចន្ទ្រាបុកកែងចូលមួយជង្គង់អូខេគេលើកដៃថាបានហើយប្រឡែងសិនចន្ទ្រានៅតែចូលបន្លែនេះជង្គង់ហោះពីផៃអេកស្ដាំទៅដាក់ឆ្វេងទាត់ក្រោមពីផៃអេកយល់រ៉េចបុកចូលមួយតាមទៅឆ្វេងស្ដាំឥឡូវនេះបាយគឺផ្លាស់ប្ដូរទៅជាសកលទេទាត់ឆ្វេងឆ្វេងស្ដាំទាត់ឆ្វេងមកសងវិញតារិចបាច់ទៅមួយឡើងជង្គង់ពីឡើងចន្ទ្រាហោះជង្គង់ហោះមួយទៀតសងវិញឆ្វេងពីបាយ
vậy không ấy chàng sẽ làm môiទៀតអើយចន្ទ្រាវាយម្ដងបាច់ទឹកdàiមើលតើប្រយេកអាយ៉ាធាក់ចំទីមកបាទឆ្វេងស្ដាំវែងអោកម្មពីក្រោយគឺហាមហើយក៏សូមសរសើរដល់បងប្អូនឡៃចន្ទ្រាបងណាបាទគាត់ជាកីឡាករដែលឆ្នើមបាទដែលកងពលតូចឆាត់យង9-11ណែឆ្វេងគេចន្ទ្រាវិញស្ដាំទាត់ឆ្វេងឥឡូវបាយេកតាមម្ដងវិញមិញចន្ទ្រាតាមបាទណាអូយវាបោកនៅចំទីមុខតែម្ដងគេថាកាលណាយើងកុំតក់កុហលពេកគឺយើងមានឱកាសច្រើនកាលណាគេហៅថាប្រឹងតក់កុហលពេកគឺអាចនឹកដេករបស់គេនេះខៅស្ដាប់មួយពេលបាយេកក្រាសេណែវិញដៃឆ្វេងនេះសងឆ្វេងមកវិញដាក់ស្ដាំសងទៅវិញពីចន្ទ្រាអោព្រាបាយជើងផ្ដួលអូបាទបណ្ដៃអត់ដួលទេគេថាអីចាស់អូយតែបើជើងនេះពីរធាក់ប្រាបាទរបៀបមួយគេហៅថាញាក់តិចដើម្បីឲ្យគូសត្រូវចូលមកឲ្យរកប្រឡោះបាទទុកសារេញយ៉ាមើយ៉ាមកចេះចង្គង់មួយចង្គង់ពីរពីចន្ទ្រាបាទតែយកគឺខ្ទាស់ឲ្យលើញ៉ាកដាលបំបែកហើយស្ដាំបណ្ដៃវាយឆ្វេងញាក់ស្ដាំវាយឆ្វេងនេះគឺជាក្បួនបដាល់បណ្ដៃសម្រាប់ម៉ូតូអត់មានរឿងថាសញ្ញោឆ្វេងឲ្យបាត់ស្ដាំទេប្រយ័ត្នគេពុកពីក្រោយណានេះបាច់ទឹកឆាយដែរគ្នាបាយក្រោមទាត់ស្ដាំសងវិញណែមួយដៃហើយឡើងមួយជង្គង់ពីបាយេកណែតារ៉ៃចំទៅមុខណែសងម្ដាយឆ្វេងទៅវិញពីបាយេកពីរដៃឆ្វេង3ដៃពីបាយេកហើយឡើយចន្ទ្រានៅដៅចូលណែឆ្វេងស្ដាំពីបាយេកសងវិញពីចន្ទ្រាស្ដាំទាត់ឆ្វេងចាក់ជើងជាប់ជាមួយទាត់មួយជើងបាទពីបាយេកណែមិនដៃសងម្ដាយទៅវិញឆ្វេងបាទគាត់ក្រោមណែចន្ទ្រាដាក់ឆ្វេងមកទាស់បាទគឺកាលណាបើយើងប្រហែសនៅពេលអោបគ្នានឹងអាចកែងអាចជាបែកអីចឹងទៅដើរចូលឆ្នាំអត់សូវសប្បាយទេទៅបាទចង្គង់ណែមួយដៃមេពីរដៃ3ដៃ4ដៃចំទីមុខអើយស្ដាំមកណែសងវិញឆ្វេងស្ដាំហើយឆ្វេងពីបាយេកវិញបើវាយក្រោមហើយចន្ទ្រាមកឲ្យខៅស្ដាំពីបាយេកហើយបុកចូលឆ្វេងពីបាយេកឆ្វេងស្ដាំឆ្វេងតែចង្គង់ពីចន្ទ្រាចាប់ទឹកទី5ទៅហើយការបឋមពីក្រុមហ៊ុន Casio Up ផងដែរដែលជាក្រុមហ៊ុនបញ្ចាំដ៏ធំនិងនាំមកគេនៅក្នុងប្រទេសកម្ពុជាបង្គោលក្រហមកីឡាករឡៃចន្ទ្រាបង្គោលក្រហមឡៃចន្ទ្រាឈ្នះវ៉ាភ័យយកដោយខ្លាំងបាទសង្កាត់ព្រៃកពុះបាទខណ្ឌដង្កោរាជធានីភ្នំពេញគឺសន្យាបើសិនជាបងអូនឡៃចន្ទ្រាបាទគូប្រកួតឲ្យសន្លប់បាទគឺបងប្រុសឧបត្ថម្ភថវិកា 10,000 រៀលហើយក្នុងនោះបាទឧបត្ថម្ភខ្ញុំបាទពិធីករនឹង 10,000 ដែរបាទអញ្ចឹងអរគុណច្រើនបាទដល់បងប្រុសបាទដែលជាម្ចាស់ក្រុមតន្ត្រីនេះបាទដែលបានចំណាយថវិកាលើកទឹកចិត្តដល់កីឡាករយើងបើសិនជាព្រោះគូប្រកួតឲ្យសន្លប់បាទឥឡូវនេះបាទទស្សនាបន្តទៀតបាទជង្គង់ចង្គង់បាទ
មើលឱកាសចន្ទ្រាឬក៏ប្រយ័ត្នប៉ុន្តែលោកយើងសឹកខំបានបំបែកគាត់ក្រោមពេងស្ដាំឡើងមួយជង្គង់ទៀតអីយ៉ាអូហូយត្រេតទៀតតែម្ដងបានគេថាចាំចំណុចត្រេតគាត់ក្រោមពីប្រយ័ត្នណាបុកឯងទៅមួយពីចន្ទ្រាតែលើយ៉ាក្រោមញែកចេញកម្លាំងចិត្តពីបងតន្ត្រីមាសបាទបើឲ្យឡៅចន្ទ្រាគឺមានកម្លាំងចិត្តបុកឯងចូលកាច់ទាញមើលយកចង្គង់ទប់ផ្ទាស់បាទបណ្ដែលចន្ទ្រាឡើងឆ្វេងទៅវិញពីចង្គង់បាទលោកយឹមសង្គមញែកចេញតែខៅស្ដាំស្រែកតែខៅឆ្វេងស្ដាំមកទាត់ក្រោមមកពីប្រយ័ត្នហើយចន្ទ្រាមកបោះកែងចូលមួយកែងបាទចំកញ្ចឹងតហើយខៅមកចង្គង់ស្ដាំទៀតកាច់បោកអូយកាច់គេបោកប៉ុណ្ណាគេដួលលើអីមកចំហប់សងឆ្វេងទៅវិញពីប្រយ័ត្នបាទយល់ថែមឆ្វេងណែខៅស្ដាំពីប្រយ័ត្នកាច់មើលគ្រាបាទតើឱកាសខាងណាបាទចាំមើលលោកកញ្ញាក្រៅនេះចេញលោកយឹមសង្គមគាត់ក្រោមបែងក្រោមតាមស្ដាំទាំងវិញមកឆ្វេងស្ដាំខៅស្ដាំបាទនេះជង្គង់ទៅលាយឡំជាមួយពីចន្ទ្រាបាទយល់បាទគាត់ក្រោមសងស្ដាំទៅវិញមួយទៀតណែសងវិញឆ្វេងពីប្រយ័ត្នបាយក្រោមអីចាស់ស្ដាំមួយទៀតអើយចន្ទ្រាវាយម្ដងបាច់ទឹកខ្ចាយមើលតើប្រយ័ត្នអីយ៉ាធាក់ចំទីមកបាទឆ្វេងស្ដាំវិញកម្មពីក្រោយគឺហាមហើយក៏សូមសរសើរដល់បងប្អូនឡៃចន្ទ្រាបងណាបាទគាត់ជាកីឡាករដែលឆ្នើមបាទដែលកងពលតូចឆាត់យង9-11ណែឆ្វេងពីចន្ទ្រាហើយស្ដាំទាត់ឆ្វេងឥឡូវបាយេកតាមម្ដងវិញមិញចន្ទ្រាតាមបាទណាអូយមានបោកនៅចំទីមុខតែម្ដងគេថាកាលណាយើងកុំតក់កុហលពេកគឺយើងមានឱកាសច្រើនកាលណាគេហៅថាប្រឹងតក់កុហលពេកគឺអាចនឹកដេករបស់គេនេះខៅស្ដាំមួយពីបាយេកក្រោសេវិញដៃឆ្វេងនេះសងឆ្វេងមកវិញដាក់ស្ដាំសងទៅវិញពីចន្ទ្រាគ្រាបាយជើងផ្ដួលបណ្ដាផ្ដួលទេគេថាអីចាស់អូយតែបើជើងនេះពីរធាក់ប្រារបៀបមួយគេហៅថាញាក់តិចដើម្បីឲ្យគូសត្រូវចូលមកឲ្យរកប្រឡោះបាទទុកសារេញយ៉ាមើយ៉ាងម៉េចចេះចង្គង់មួយចង្គង់ពីរពីចន្ទ្រាបាទតែយកយកខ្ទាស់ឲ្យលើញ៉ាកដាលបំបែកហើយស្ដាំបណ្ដាវាយឆ្វេងញាក់ស្ដាំវាយឆ្វេងនេះគឺជាក្បួនបដាល់បណ្ដាសម្រាប់ម៉ូតូអត់មានរឿងថាសញ្ញោឆ្វេងឲ្យបត់ស្ដាំទេប្រយ័ត្នគេពុកពីក្រោយនេះបាច់ទឹកខ្ចាយទេគ្នាបាយក្រោមទាត់ស្ដាំសងវិញមួយដៃឲ្យឡើងមួយជង្គង់ពីបាយេកតារ៉ៃចំទៅមុខសងម្ដាយឆ្វេងទៅវិញពីបាយេកពីរដៃឆ្វេង3ដៃពីបាយេកតែឡើយចន្ទ្រាខៅស្ដាំតាមចន្ទ្រានៅតែតាមបាទស្ដាំទាត់មួយជើងស្ដាំថែមទៀតទាត់ស្ដាំពីចន្ទ្រាគាត់កើលើកវាតែប្រយ័ត្នទាត់មុនបាទឡើងអោបចាំមើលឱកាសកាច់យ៉ាងម៉េចបោកប៉ុន្តែមិនដួលទេចន្ទ្រាចូលឆ្វេងហក់ទៅបន្ថែមកាច់យកគ្រាកជង្គង់ពីចន្ទ្រាស្ដាំហើយយកជង្គង់មិនយល់ទប់អាចគ្រា
ជង្គង់ស្ដាមពីចន្ទ្រាសងឆ្វេងមកវិញណែអូយកែងពីផៃអេកជង្គង់កាច់បោកចន្ទ្រាអីយ៉ាអូហូផៃអេកនៅក៏នឹងខ្លាំងបាទហើយចន្ទ្រានៅទៅចូលណែខៅមិនអីពីផៃអេកស្ដាំញែហាក់ໄວដូចជាវាយសកលបាទណែវាក់ឆ្វេងទៅសំវិញគាត់ឆ្វេងពីផៃអេកគាត់ឆ្វេងពីផៃអេកចន្ទ្រាអោបផ្ទុកបណ្ដែឡើងមួយជង្គង់សងមួយជង្គង់វិញពីផៃអេកទៅគេដាក់ជង្គង់ហោះបណ្ដែហោះនឹងគឺហោះខុសទីដៅណែខៅកិច្ចផុតគាត់ឆ្វេងពីផៃអេកចន្ទ្រានៅតែតាមណែខៅពីយកស្ដាំយ៉ាក់មួយជើងតាមទៀតចន្ទ្រាណែបុកកែងចូលមួយជង្គង់អូខេគេលើកដៃថាបានហើយប្រឡែងសិនចន្ទ្រានៅតែចូលប្រឡែងនេះជង្គង់ហោះពីផៃអេកស្ដាំទៅដាក់ឆ្វេងទាត់ក្រោមពីផៃអេកយល់រ៉េចណែបុកចូលមួយតាមទៅឆ្វេងស្រាំឥឡូវនេះបាយគឺផ្លាស់ប្ដូរទៅជាសកលទេទាត់ឆ្វេងនេះឆ្វេងស្ដាំណែទាត់ឆ្វេងមកសងវិញណែតារ៉េចបាច់ទៅមួយឡើងជង្គង់ពីឡើងចន្ទ្រាហោះជង្គង់ហោះបាត់ជាមួយនឹងបរោះខ្លាំងឡើងចន្ទ្រាក៏ពីកងពលតូចឆាត់យង9-11មើលមិនដែរបាទខៅឆ្វេងស្ដាំទៅមួយថែមឆ្វេងស្ដាំវាណែតារិចមួយពីឡើងចន្ទ្រាស្ដាំនេះតារិចសងវិញស្ដាំតែបងជ្រូកដាក់ល្មមក៏ដាក់ខ្លាំងពេកកំភ្លេចមីស្ទ័រប៊ូមបាទហើយគាត់ក្រោមវាយឆ្វេងស្ដាំអូយស្វាផៃយ៉ាណែតែមួយពីឡើងចន្ទ្រាគ្រាកាច់ចាំមើលឱកាសយ៉ាងម៉េចដែរឡើងចន្ទ្រាឬក៏ស្វាផៃយ៉ាបាទជង្គង់បាទពីស្វាផៃយ៉ាជង្គង់ស្ដាំពីឡើងចន្ទ្រាមើលកាច់យ៉ាងម៉េចដែរបាទអូបាទលោកកញ្ញាក្រាលោកយឹមសខុមបានបបែកយ៉ាចាប់ទៅទីមួយរួញមួយសិនណែបាយលើគាត់ស្ដាំសងពីឡើងចន្ទ្រាហើយគាត់ក្រោមឆ្វេងស្ដាំពីផៃយ៉ាបាទនេះចន្ទ្រាសុនបដៃថែមមួយជង្គង់ស្ដាំទៀតធាក់ចេញពីផៃយ៉ាបាទនេះដល់ឲ្យឆ្វេងមួយនេះផ្លាច់អូកាច់ចាំមើលឱកាសជង្គង់ពីឡើយចន្ទ្រាកាច់ចាំមើលឱកាសបានដែរឬទេបាទលំនេះឱកាសនេះបាទឆ្លៀតឱកាសនេះតិចបាទដើម្បីជម្រាបជូនដល់កីឡាករបាទឡៅចន្ទ្រាបាទគឺបងប្រុសដែលជាម្ចាស់ក្រុមតន្ត្រីបាទនាគមាសបាទនៅឯព្រឹត្តិការណ៍ទ័ពពិសេសឆាត់យង911គ្រូបង្វឹកលោកហងសឿនបាទហើយរហស្សនាមរបស់គេគឺកំពូលអ្នកប្រដាល់វ័យក្មេងកែងពិឃាតជង្គង់ផ្ដាច់ព្រលឹងកណ្ដាប់ដៃគ្មានស្រមោលឡៅចន្ទ្រាបាទចំណែកឯកីឡាករបង្គោលខៀវកីឡាករនៃព្រះរាជាណាចក្រថៃមានវ័យ24ឆ្នាំកម្ពស់ 1m68 បាទទម្ងន់62គីឡូក្រាមដូចគ្នាជាធ្លាប់ធ្វើការប្រកួតបានចំនួន50កីឡាករមកពីក្លឹបកង់ប៉ូតូឆាត់យង98លើកបាទឈ្នះ72លើកចាញ់25ស្មើ1ហើយធ្លាប់ផ្ដួលគូប្រកួតដល់សន្លប់បាន21លើកបាទដឹកនាំដោយលោកថៃអូបាទគឺសូមស្វាគមន៍ដល់កីឡាករនៃព្រះរាជាណាចក្រថៃ
ភើយ៉ាបាទបបយ៉ានេះគឺថាប្រព័ន្ធនៃការប្រកួត4លើកកន្លងមកសូមជម្រាបជូនទៅចោះលើកទី1នៅឈ្នះរឿងវណ្ណៈលើកទី2ចាញ់ផាន់ក្រនលើកទី3ឈ្នះឃឹមឌីម៉ាលើកទី4គឺឈ្នះឈឿនឆៃដែននៅក្នុងទឹកទី1អញ្ចឹងនេះគឺជាលើកទី5របស់គេនៅក្នុងការប្រកួតនៅសង្វៀនកីឡាប្រដាល់នៃស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍របស់យើងបាទអរលោកលោកស្រីអ្នកនាងកញ្ញាទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីគឺថាពេលវេលាគឺកាន់តែបាទរំកិលបន្តិចម្ដងទៅហើយបាទសម្រាប់ការប្រកួតអញ្ចឹងមើលថាបានទៅប្រកាសពេញលេញទេបាទអញ្ចឹងមានតាមគេហៅថានៅកន្លែងបាទតុកបាទនៃពិធីករតែម្ដងបាទហើយក៏អរគុណដែរកម្មវិធីនេះគឺថានាំមកជូនលោកអ្នកដោយក្រុមហ៊ុន K Cement ហើយបច្ចុប្បន្ននេះបាទក្រុមហ៊ុន K Cement ទទួលបានការជ្រើសរើសប្រើប្រាស់ពីការដ្ឋានសាងសង់ធំបាទនៅក្នុងហើយវ៉ាតាយ៉ាគឺបាទគឺគាត់មកគឺជាជើងខ្លាំងមួយរូបដែរបាទដែលមកកែងទៅទទួលបានជ័យជំនះបាទហើយក៏មកក៏សូមជម្រាបជូនផងដែរមកលើកទី1នេះគឺឈ្នះរឿងវណ្ណៈតែលើកទី2ចាញ់ផាន់ក្រនលើកទី3នោះគឺឈ្នះឃឹមឌីម៉ាហើយលើកទី4ឈ្នះឈឿនឆៃដែនក្នុងទឹកទី1បាទអញ្ចឹងគាត់មក4ដងគឺចាញ់តែម្ដងទេចាំមើល